សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាគ្រូពេទ្យ Tiffany គ្រូពេទ្យឯកទេសផ្នែកវះកាត់បង្កើតសម្រស់ថ្ងៃនេះខ្ញុំនឹងចែករំលែកវីដេអូអំពីការថែទាំបន្ទាប់ពីវះកាត់បញ្ចូលខ្លាញ់នៅផ្ទៃមុខបើអ្នកមិនទាន់ដឹងពីវិធីថែទាំត្រឹមត្រូវនិងចង់បានលទ្ធផលយូរអង្វែងទេសូមតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់ផងបន្ទាប់ពីធ្វើវះកាត់រួចហើយការរលាកនិងអារម្មណ៍ដឹងនៅផ្ទៃមុខគឺជាអ្វីធម្មតានៅពេលនេះយើងគួរតែប្រើកត្រជាក់បន្ថែមលើផ្ទៃមុខរៀងរាល់ម្ដងប្រហែល15ទៅ20នាទីហើយចន្លោះពេល5ដងគ្នាប្រហែល2ទៅ3ម៉ោងហើយពេលដេកគួរតែដេកស្រួយត្រង់មិនគួរដេកលេបខាងណាមួយដើម្បីជៀសវាងការច្របាច់លើតំបន់ដែលបានបញ្ចូលខ្លាញ់ហើយត្រូវជៀសវាងការអូសម៉ាសាមិនគួរធ្វើការងារដែលត្រូវប្រើកម្លាំងខ្លាំងមិនគួរតុបតែងមុខហើយត្រូវចាំផឹកថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតផងចាប់ពីដំណាក់កាលទី4ដល់ដំណាក់កាលទី14ថ្ងៃនាពេលនេះយើងអាចចាប់ផ្ដើមថែរក្សាស្បែកមុខឲ្យសមវិញបានហើយទោះបីជាយ៉ាងណាយើងត្រូវជៀសវាងការប្រើសារធាតុគីមីខ្លាំងដែលអាចប៉ះពាល់ដល់ស្បែកឬមានអាស៊ីតខ្លាំងហើយក៏មិនគួរធ្វើការលាងមុខដោយចំហាយទឹកក្តៅឬតុបតែងមុខផងដែរក្នុងដំណាក់កាលនេះអ្នកគួរជៀសវាងពន្លឺថ្ងៃហើយក៏គួរបង្ហាញខ្លួនក្នុងការបរិភោគម្ហូបហិរក្តៅម្ហូបបំពង់ចៀនម្ហូបដែលមានកូលេស្តេរ៉ុលខ្ពស់ឬម្ហូបរឹងផងដែរជំនួសវិញអ្នកគួរតែបរិភោគអាហារដែលសម្បូរដោយប្រូតេអ៊ីននិងវីតាមីន A និង C ដូចជាបន្លែផ្លែឈើហើយផឹកទឹកឲ្យគ្រប់គ្រាន់ដើម្បីឲ្យស្បែករបស់អ្នកស្ដារឡើងវិញបានល្អប្រសើរជាងមុនហើយមានរឿងមួយសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់គឺយើងមិនគួរធ្វើឲ្យទម្ងន់ខ្លួនធ្លាក់ចុះយ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលនេះទេព្រោះជាតិកោសិកាខ្លាញ់នៅក្នុងខ្លួនយើងមិនទាន់មានស្ថិរភាពទេដូចជាពេលអ្នកបាត់បង់ទម្ងន់ខ្លាញ់ទាំងមូលក្នុងខ្លួនក៏នឹងធ្លាក់ចុះដែរហើយខ្លាញ់ដែលយើងបានបញ្ចូលចូលទៅក៏នឹងទទួលផលប៉ះពាល់ផងដែរហើយក្នុងអំឡុងពេលស្ដារឡើងវិញប្រសិនបើមានរោគសញ្ញាឈឺហើមយូរឬមានការហូរទឹកខ្លាញ់ដែលមានក្លិនស្អុយឬក៏មានកម្ដៅខ្ពស់អ្នកអាចទំនាក់ទំនងទៅកាន់វេជ្ជបណ្ឌិតភ្លាមបានមុននេះបន្តិចខ្ញុំបានចែករំលែកអំពីវិធីថែទាំបន្ទាប់ពីការចាក់ខ្លាញ់តំបន់មុខប្រសិនបើអ្នកមានសំណួរឬកង្វល់អ្វីសូមបញ្ចេញមកខាងក្រោមវេជ្ជបណ្ឌិតនឹងជួយឆ្លើយសំណួរអ្នកឥឡូវនេះសូមលាហើយជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ